សូមជម្រាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នានៅក្នុងវីដេអូនេះយើងខ្ញុំនឹងនាំយកព័ត៌មានពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលបានចេញផ្សាយនៅថ្ងៃទី25ខែសីហាឆ្នាំ2026សេចក្តីប្រកាសព័ត៌មាននេះមានចំណងជើងថាកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃទៅកាន់តំបន់អានសេះស្ថិតក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារកាលពីថ្ងៃទី23ខែសីហាឆ្នាំ2026នេះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះគឺជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជាដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមករាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថាគ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយដូច្នេះការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជាមិនអាចធ្វើឲ្យមានភាពស្របច្បាប់តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយដំណើរទស្សនកិច្ចនេះគឺស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជាដោយដែលបានកំណត់នឹងខណ្ឌសីមាដោយផែនទីខ្នាត1 លើ 2 សែនដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមនិងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅGBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបានហាមឃាត់យ៉ាងច្បាស់នៅសកម្មភាពបង្កហេតុដែលអាចបង្កើតភាពតានតឹងតាមបណ្ដោយព្រំដែនរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថាទាំងផែនទីដែលគូសដោយឯកតោភាគីឬដំណើរទស្សនកិច្ចណាមួយដែលផ្អែកលើផែនទីបែបនេះមិនអាចផ្លាស់ប្ដូរខ្សែព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិបានឡើយជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏សូមបញ្ជាក់ជាថ្មីថាកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយដំណើរទស្សនកិច្ចខាងលើនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាតាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើក៏ដូចជានៅតំបន់ផ្សេងទៀតដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនដើម្បីបន្ធូរបន្ថយស្ថានភាពជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធីសំដៅស្ដារសន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជានៅតែបដិញ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នៅជំហរជាគោលការណ៍របស់ខ្លួនថាខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងនោះឡើយព័ត៌មានដែលបានជម្រាបជូនខាងលើនេះត្រូវបានដកស្រង់ពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី25ខែសីហាឆ្នាំ2026សូមបងប្អូនអ្នកទស្សនាតាមដានព័ត៌មានពីប្រភពផ្លូវការនិងពិចារណាព័ត៌មានដោយប្រុងប្រយ័ត្នសូមអរគុណសម្រាប់ការទស្សនានិងការគាំទ្រ